អ្នកខ្លះគេប្រកាន់ខ្លួនណាគេថាបាននិយាយគ្នាម្ដងមិនស្ដាប់គឺឈប់និយាយជាមួយគ្នារហូតការប្រកាន់ដូច្នេះគឺអត់ត្រឹមត្រូវទេយើងរស់នៅក្នុងសង្គមមួយក្នុងគ្រួសារមួយជាបងប្អូននឹងគ្នាគឺជាមិត្តភក្តិនឹងគ្នាស្រឡាញ់គ្នាគឺជួយប្រាប់គ្នាប្រាប់ហើយប្រាប់ទៀតមានពភាកមើលក្នុងប្រសូតរបស់ព្រះអង្គសំដែងមិនមែនសំដែងតែមួយរឿងចប់ទេសំដែងច្រើនរឿងមានម្ដងពីរដងបីដងក៏មានដែរហើយប្រសូតមានច្រើនបែបច្រើនយ៉ាងអាស្រ័យលើអធិស្ឋានព្រះមានពភាកព្រះអង្គ45ព្រះភាសាសំដែងធម៌ហ្នឹងគឺសំដែងធម៌ហើយសំដែងធម៌ទៀតដើម្បីអីគឺដើម្បីឲ្យសត្វលោកនឹងឯងបានសេចក្តីសុខយើងក៏ដូចគ្នាយើងក៏ប្រកាន់ទិដ្ឋិថាទេនិយាយម្ដងមិនស្ដាប់គឺអត់និយាយជាមួយអត់ត្រូវទេត្រូវណែនាំព្រានប្រដៅណាដូចជាភិក្ខុរឿងទី2នេះគឺរឿងអសជិនិងឧណបស្សកភិក្ខុភិក្ខុទាំងពីរអង្គនេះគឺជាភិក្ខុរងរូសក្នុងពុទ្ធសាសនាហើយជាកូនសិស្សរបស់ព្រះមហាសារីបុត្រនិងព្រះមហាមោគលានអាស្រ័យនៅក្នុងក្រុងកេដាគិរីក្រុងកេដាគិរីហ្នឹងគឺជាទីក្រុងមួយនៅរវាងទីក្រុងកាសីនិងទីក្រុងសាវត្ថីនៅចន្លោះហ្នឹងហើយភិក្ខុទាំងពីរអង្គនឹងឯងគឺបង្កភាពប្រនីរញ៉ាយធ្វើបាបភិក្ខុដែលមានសិលជាទីស្រឡាញ់មានសិលបុត្រនោះអត់បានទេហើយភិក្ខុទាំងពីរអង្គនឹងមានបរិវារ500អង្គមានភិក្ខុមួយអង្គចេញពីក្រុងសាវត្ថីហើយបានចូលទៅក្នុងក្រុងកេដាគិរីដើម្បីបិណ្ឌបាតអត់បានចង្ហាន់ឆានហើយមានញាតិញោមនឹងឯងប្រាប់ដំណើររឿងថាភិក្ខុពីរអង្គនឹងជាមួយនឹងបរិវារ500អង្គក្នុងក្រុងកេដាគិរីនឹងគឺទុសរាយតកូលន័យថាប្រកបចិត្តត្រកូលខ្លាំងពេកហួសហេតុផុតវិស័យពីសមណៈវិស័យព្រះពុទ្ធផ្សេងបានព្រះអង្គទ្រង់បញ្ញត្តិសិក្ខាបទគោលទុសកសិក្ខាបទហ្នឹងដែលនៅក្នុងសង្ឃាទិសេសទាំង13ហ្នឹងជាសិក្ខាបទចុងក្រោយហ្នឹងគេថាគោលទុសកោហ្នឹងឯងចាប់ទំព័របត្រៃបិដកលេខ2ចាប់តាំងពីទំព័រទីប្រហែលជា322ដល់ចប់ភាគតែម្ដងគឺតកតងទៅនឹងរឿងអសជិនិងឧណបស្សកៈហ្នឹងហើយបានក្រាបទូលចេញពីក្រុងភិក្ខុនឹងឯងចេញពីក្រុងកេដាគិរីនឹងចូលទៅក្នុងក្រុងសាវត្ថីបានក្រាបទូលដល់ព្រះមានព្រះភិក្ខុអំពីភាពរញ៉េរញ៉ៃរបស់ភិក្ខុពុទ្ធបស្សកៈភិក្ខុពុទ្ធបស្សកៈនឹងគឺអត់ខ្លាចបាបទេធ្វើគ្រប់បែបគ្រប់យ៉ាងនាំគ្នាផាក់ស្រាវនាំគ្នាឆាន់បាយល្ងាចនាំគ្នាដេកជាមួយនឹងមនុស្សស្រីដើរផ្លាកនឹងឡាគឺមានគ្រប់មកកាផ្លេអញ្ចឹងបងភិក្ខុទាំងអស់នឹងមាននៅក្នុងញាតិញោមចង់ទៅមើលច្បាស់បើមើលនៅក្នុងត្រៃបិដកលេខ2ហ្នឹងទៅច្រើនបែបច្រើនយ៉ាងអនាចារពេញទំហឹងហ្មងភិក្ខុអ្នកលេងពេញទំហឹងក្នុងព្រះពុទ្ធសាសនាបានព្រះមានព្រះភិក្ខទ្រង់ជ្រាបដំណឹងនឹងហើយបានហៅព្រះមហាមោគលាននិងព្រះសិរីបុត្រមកជួបព្រះមហាមោគលាននិងព្រះសិរីបុត្របានមកជួបបានប្រាប់រឿងរ៉ាវនឹងទៅតាមដំណើររឿងបានព្រះមហាធេរៈទាំងពីរអង្គនឹងប្រាប់ថាព្រះអង្គអើយហើយព្រះអសជិពុណបស្សកៈនឹងគឺជាភិក្ខុដែលកាចខូខើមិនស្ដាប់ខ្ញុំព្រះអង្គទេណាបើព្រះអង្គថាលោកទៅចោះលោកទៅជាមួយនឹងភិក្ខុច្រើនអង្គកុំទៅតែឯងហើយទៅហើយគង់តែមានភិក្ខុ500រូបនោះគង់តែមានភិក្ខុខ្លះគេស្ដាប់យើងជាសំខាន់ទេណាអ្នកណាដែលស្ដាប់យើងក៏ព្រានប្រដៅគេទៅណែនាំគេទៅទូលមានគេទៅចង្អុលបង្ហាញគេទៅអ្នកណាដែលគេមិនស្ដាប់យើងក៏ត្រូវដាក់ទោសចំពោះអ្នកដែលមិនស្ដាប់ហ្នឹងទៅដើម្បីដាក់ទោសគេថាបពាជនិយកម្មគឺដេញចេញបណ្ដេញចេញណាព្រោះភិក្ខុសង្ឃតកាលណានៅគ្នានៅជាមួយគ្នាមិនចុះមានតែបណ្ដេញចេញអ្នកណានៅនិយាយគ្នាស្ដាប់បានបើនិយាយគ្នាស្ដាប់មិនបានទេគឺបណ្ដេញចេញពីវត្តអញ្ចឹងញាតិញោមក៏មិនឆ្ងល់ហេតុអីបានជាពីពេលខ្លះគេដេញលោកចេញពីវត្តគឺវាអញ្ចឹងវាមានភិក្ខុដែលស្ដាប់អត់បានគឺវាមានកម្មត្រូវដេញចេញពីវត្តអញ្ចឹងបញ្ចប់នៃអាវានព្រះមានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សម្ដែងថាអវតេយនុសាសេយៈអសភាចនិវិរយេសតាំងហេសោបយោហោតិអសតាំងហោតិអបយោអវតេយនុសាសេយៈគប្បីផ្ដល់ដំបូន្មានព្រានប្រដៅណា
ចាអំពីអាសពបរោះព្រោះថាភិក្ខុដែលជាអ្នកព្រានប្រដៅផ្ដល់ដំបូលមានដូច្នោះរមែងជាទីស្រឡាញ់នៃសពបរោះមិនជាទីស្រឡាញ់នៃអាសពបរោះហើយនេះគឺព្រះអង្គទ្រង់បញ្ជាក់ណាបញ្ជាក់ថាអវតេយនុសាសេយៈគឺឲ្យទូលមានឲ្យព្រានប្រដៅទៀតឲ្យទូលមានផងឲ្យប្រាប់ផងណាទូលមានយ៉ាងម៉េចទូលមាននោះគឺអវតេយៈនោះគឺអវត្តណាឲ្យអវត្តហ្នឹងគឺបើមានរឿងរ៉ាវមិនល្អរឿងរ៉ាវអាក្រក់កើតឡើងហើយគឺឲ្យផ្ដល់អវត្តណានេះរឿងនេះមិនល្អទេអញ្ចឹងទៅហើយអនុសាសេយៈហ្នឹងគឺព្រានប្រដៅហ្នឹងគឺថាបើសិនជារឿងហ្នឹងអត់ទាន់កើតឡើងទេជារឿងអាក្រក់អញ្ចឹងព្រានប្រដៅភិក្ខុទាំងឡាយហ្នឹងឯងណារឿងខូចគេគួយឈ្មោះអាចនឹងកើតឡើងដល់អ្នកឯងបើសិនជាអ្នកឯងមិនធ្វើទេត្រូវធ្វើអញ្ចេះទើបអាចរួចផុតពីភាពខូចគេគួយឈ្មោះនោះបានអានេះឈ្មោះថាអនុសាសេយៈឬព្រានប្រដៅម្យ៉ាងវិញទៀតពាក្យថាផ្ដល់អវត្តហ្នឹងគឺនិយាយចំពោះមុខតែម្ដងហើយពាក្យថាព្រានប្រដៅនោះគឺបានដល់ការពោលពីខាងក្រោយវាខាងក្រោយខ្នងឬក៏ផ្ញើតាមបុគ្គលមកប្រាប់ទៅផ្ញើសារមកប្រាប់អញ្ចឹងទៅពាក្យថាអវត្តនោះគឺនៅក្នុងលោកនិយាយពីអវត្តទេអវត្តទេយៈអនុសាសេយៈនឹងគឺព្រានបដៅយ៉ាងម៉េចអវត្តយ៉ាងម៉េចព្រានបដៅយ៉ាងម៉េចនិយាយទៅនឹងរឿងច្រើនពាក្យថាអវត្តឲ្យអវត្តហ្នឹងគឺថានិយាយតែម្ដងមកកាអញ្ចឹងទៅឲ្យដឹងរឿងដឹងរ៉ាវហើយបើនិយាយម្ដងមិនដឹងរឿងហើយគឺនិយាយរឿងទៅជាអនុសាសេយៈទៅទៀតទៅជាព្រានបដៅនិយាយហើយនិយាយទៀតអត់ឲ្យចោលគ្នាទេហើយនិយាយច្រើនដងច្រើនគ្រាអញ្ចឹងទៅនិយាយរឿយនេះឈ្មោះថាអវត្តនឹងការព្រានបដៅហើយពាក្យថាអសភាចនិវិរិយេនឹងគឺហាមអំពីអំពើអាក្រក់គឺហាមកុំឲ្យងារធ្វើអាក្រក់ឲ្យធ្វើតែអំពើល្អណែនាំឲ្យធ្វើអំពើណាដែលជាអំពើល្អបើតែកាលណាយើងធ្វើអាក្រក់សេចក្តីអាក្រក់នឹងឯងគឺវាកើតពីចិត្តរបស់យើងហើយចុងក្រោយវានឹងមកទម្លាយចិត្តវាមកបំផ្លាញជោគជតាឬក៏សិរីមង្គលឬក៏ជីវិតរបស់យើងវិញទេចឹងឲ្យតាំងនៅក្នុងសេចក្តីល្អប្រឹងធ្វើល្អផ្សេងទៅហើយអសតាំងហិសោបយោហោទេហ្នឹងគឺបុគ្គលដែលជាអ្នកផ្ដល់អវាទជាអ្នកព្រានបដៅដូច្នោះរមែងជាទីស្រឡាញ់របស់សពបុរសទាំងឡាយមានព្រះពុទ្ធជាដើមជាទីស្រឡាញ់ណាជាទីស្រឡាញ់គឺសពបុរសមានព្រះពុទ្ធជាដើមស្រឡាញ់ពេញចិត្តដល់បុគ្គលដែលចេះប្រាប់ចេះចង្អុលបង្ហាញទោសដល់គ្នានឹងគ្នាដូចនេះឯងអបយោហោទេហ្នឹងគឺមិនអសតាំងអបយោហោទេមិនជាទីស្រឡាញ់នៃអសប្បុរសសតាំងហេបយោហោទេអសតាំងហោទេអបយោមិនជាទីស្រឡាញ់នៃអសប្បុរសគឺពួកមនុស្សដែលខូចបើយើងនិយាយទៅគេអត់ស្ដាប់ទេហើយគេស្ដីឲ្យយើងមកវិញហើយលោកឯងនេះជាអីជាគ្រូរបស់ខ្ញុំឬជាឧបជារបស់ខ្ញុំឬបានជាលោកឯងមកហ៊ានព្រានប្រដៅដល់ខ្ញុំគេយើងទៅជាមានកំហុសទៅវិញអាហ្នឹងពួកអសប្បុរសអត់ពេញចិត្តទេអញ្ចឹងហើយកាលណាយើងនិយាយអីទៅគឺមានទាំងអ្នកស្ដាប់មានទាំងអ្នកមិនស្ដាប់អ្នកមិនស្ដាប់គេអាចខឹងនឹងយើងអញ្ចឹងទៅប៉ុន្តែយើងនិយាយទៅហ្នឹងតើវាមានប្រយោជន៍ឬទេបើយើងនិយាយទៅវាមានប្រយោជន៍យើងខំខ្លាចនិយាយទៅរឿងអ្នកស្អប់ទាំងអ្នកស្រឡាញ់យើងហ្នឹងគឺអ្នកណាស្អប់យើងក៏នោះជាអសប្បុរសមនុស្សពីលមនុស្សងងខ្លៅអញ្ចឹងទៅអ្នកណាស្ដាប់អ្នកណាសពេញចិត្តនឹងជាសប្បុរសអានេះគឺរឿងទី2គឺមានតែប៉ុណ្្នឹងប៉ុន្តែរឿងនេះគឺមានល្អពិស្ដារវិញឆ្ងាយត្បិតតែសេចក្តីក្នុងធម្មបទនឹងខ្លីមែនប៉ុន្តែបើយើងបើកមើលនៅក្នុងព្រះត្រៃបិដកគឺពិស្ដារល្អខ្វះក្បាយ